Ok,មួយទៀតយើងដាក់ footer and header ណាហើយយើងចង់ធ្វើរបៀបជា assignment ឬក៏ក្របសៀវភៅប៉ុន្តែខាងលើនេះគេហៅថា cover book អញ្ចឹងយើងអត់ចង់ឲ្យមានទំព័រទេអញ្ចឹងខាងក្រោមយើងមានទំព័រណាអញ្ចឹងឧទាហរណ៍ថាយើងមាន page 4-5 page មកណា4-5ទំព័រមកអូខេនេះអញ្ចឹងខាងលើយើងអត់ចង់បានជាទំព័រទេហើយខាងក្រោមយើងចង់ឲ្យវារត់ចាប់ពីបន្ទាប់page ទី2ហ្នឹងរត់ទៅជាទំព័រលេខ1វិញណាអញ្ចឹងទី1យើង double click លើយើងចង់បាន header យើងយកខាងលើយើងធ្វើ footer យើងយកខាងក្រោមណា double click នៅកន្លែងជើងទំព័រវាមកអញ្ចឹងទៅជា footer ណាហើយយើងយក page number ហើយយើងបើខាងលើនេះ top ណាខាងលើនេះ top ខាងក្រោមនេះ header អញ្ចឹងខាងលើ top header ខាងក្រោមប៊ូតុងខាងក្រោមគឺ footer ណាអញ្ចឹងយើងយកខាងក្រោមមកណាពណ៌ខាងក្រោមឧទាហរណ៍យើងយក page នេះឬក៏យកអានេះក៏បានដែរអញ្ចឹងវាមាន page ដែរនេះអញ្ចឹងវារត់ទី2ទី1ទៅរហូតដល់ទី5ទី6អញ្ចឹងទៅណាតែយើងអត់ចង់បានទំព័រទី1ទេឬក៏ទី1ទី2ហ្នឹងយើងដាក់ cover box ជឿចង់បានទេណាអញ្ចឹងទី1គឺយើងត្រូវផ្ដាច់វាសិន break វាសិនមកហើយយើងឈរនៅទំព័រទី1ហ្នឹងអញ្ចឹងយើងចូលកន្លែង page layout ហើយយកពាក្យថា break ហើយយកពាក្យថា next break next page ណាអញ្ចឹងវាផ្ដាច់ចេញពីគ្នាហើយកាលណាផ្ដាច់ចេញពីគ្នាហើយអញ្ចឹងទំព័រខាងលើនិងខាងក្រោមយើងផ្ដាច់ចេញពីគ្នាអញ្ចឹងយើងឧទាហរណ៍ថាយើងចង់ដឹងថាវាផ្ដាច់អត់ខាងលើជា portrait ខាងក្រោមយើងយក landscape នោះវាដូរអត់ណាឃើញទេខាងក្រោមវាដូរទេខាងលើអត់ដូរទេណាគឺមានន័យថាយើងផ្ដាច់ចេញពីគ្នាហើយអញ្ចឹងឧទាហរណ៍មកវិញមកទី2យើងត្រូវលុបនៅទី1ចេញទុកទំព័រទី2នេះមកដាក់ទី1វិញអញ្ចឹងយើងចូលលើវាមកហើយ select លើទំព័រទី2ហើយយើងចុចពាក្យថា link to previous អញ្ចឹងហើយយើងលុបទី1មកណាទី1ដែលយើងអត់ចង់បាននេះអញ្ចឹងយើងលុបចោលហើយយើង select នៅលើទំព័រទី2យើងយកពាក្យថា format page number ហើយកន្លែងពាក្យ start add នេះយើងយកពីលេខ1ទៅវិញដើម្បីអីដើម្បីវារត់ពីលេខ2នេះទៅជាលេខ1ណាឃើញទេអញ្ចឹងលេខ1នេះទំព័រ1នេះគឺអត់មានទេណាទំព័រ1ទេអត់មានទេហើយទំព័រទី2គឺវាមានរត់ចាប់ពីទំព័រទី2ទៅអានេះយើងអាចដូរវាទៅជាខ្មែរក៏បានដូរទៅជាខ្មែរក៏បានដែរទុំហើយយើង select មកហើយដូរ font មកណាយក font មកថាខ្មែរឲ្យបាត់ដំបងទៅហើយអានេះយើងយកតែ12ទៅហើយលេខនេះយើងអាចតឡើងវាតិចមកណាឬក៏យើងដូរលេខនេះទៅជាខ្មែរក៏បានដែរប៉ុន្តែប្រើ limon ណាយើងប្រើ limon តែបើមិនអញ្ចឹងទេយើងយកលេខប៉ុណ្្នឹងមកហើយអញ្ចឹងវារត់តែឃើញចាប់ពីទី2ទី3អញ្ចឹង cover box ខាងលើនេះវាអត់មានទំព័រទេណា